ហ្វាឡុនតាហ្វាឬត្រូវបានស្គាល់ថាជាហ្វាឡុនកុងគឺជាការបួសហាត់បែបប្រពៃណីចិនបុរាណដែលត្រូវបានអនុវត្តដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកហ្វាឡុនតាហ្វាមានប្រវត្តិដ៏យូរលង់ហើយត្រូវបានលោកគ្រូលីហុងជឺយកមកបង្រៀនជាសាធារណៈនៅឆ្នាំ1992ក្នុងប្រទេសចិនរហូតដល់ឆ្នាំ1999ចំនួនអ្នកបួសហាត់ហ្វាឡុនតាហ្វាកើនដល់ប្រមាណ100លាននាក់ហ្វាឡុនតាហ្វាគឺជាមហាធម៌ជាន់ថ្នាក់ខ្ពស់នៃពុទ្ធវង្សដែលមានការអនុវត្តពីរជាមូលដ្ឋានគឺ 1. បួសចិត្តចរិតតាមរយៈកុសលធម៌សច្ចករណាខន្តី 2. ហាត់កាយតាមរយៈ5សំណុំលំហាត់ស្រាលស្រាលបច្ចុប្បន្នហ្វាឡុនតាហ្វាត្រូវបានអនុវត្តដោយជា150ប្រទេសនិងតំបន់នៅទូទាំងពិភពលោកហើយការបង្រៀនរបស់លោកគ្រូលីត្រូវបានបកប្រែជាង50ភាសាហ្វាឡុនតាហ្វាគឺជាមហាធម៌ជាន់ថ្នាក់ខ្ពស់នៃពុទ្ធវង្សដែលពិតប្រាកដដឹកនាំមនុស្សបួសហាត់ឡើងលើជាន់ថ្នាក់ខ្ពស់តាមរយៈយោងតាមហ្វាឡុនតាហ្វាហាត់គង់និងបួសចិត្តចរិតនិងតឹងរឹងតម្រូវខ្លួនឯងដែលនេះត្រូវបានស្គាល់ថាជាការបួសហាត់ការបួសហាត់នេះបង្កើតបានជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ចិនបុរាណការបង្រៀនរបស់ហ្វាឡុនតាហ្វាគឺលើកទឹកចិត្តអ្នកបួសហាត់ឲ្យលះបង់ចោលនូវចិត្តប្រកាន់ហើយការលម្អចិត្តចរិតរបស់ខ្លួនឯងដើម្បីសមកាលកម្មជាមួយកុសលធម៌របស់ចក្រវាឡគឺសច្ចករណាខន្តី5សំណុំលំហាត់របស់ហ្វាឡុនតាហ្វារួមមានលំហាត់ឈរ4និងសមាធិ1ដែលមានលក្ខណៈសាមញ្ញនិងងាយស្រួលរៀននិងមានភាពបត់បែនអាស្រ័យតាមពេលវេលាទំនេររបស់ឯកជនម្នាក់ៗលំហាត់ហ្វាឡុនកុងជួយសម្រួលថាមពលដែលធ្វើចលនានៅក្នុងរាងកាយបើកស្រឡះនៅច្រកថាមពលណាដែលរាំងស្ទះនិងសម្អាតរបស់ដែលមិនល្អនៅក្នុងរាងកាយអ្នកដែលបានអនុវត្តហ្វាឡុនតាហ្វារកឃើញថាជីវិតរបស់ពួកគាត់ទទួលបាននូវការផ្លាស់ប្រែមនុស្សជាច្រើនទទួលបាននូវគុណប្រយោជន៍ផ្នែកសុខភាពក៏ដូចជារកឃើញនូវថាមពលវិជ្ជមានថ្មីកើតបញ្ញាចិត្តមានតុល្យភាពនិងបន្ថយភាពតានតឹងការផ្លាស់ប្រែនេះក៏បង្ហាញឲ្យឃើញពីខាងក្រៅតាមរយៈទំនាក់ទំនងក្នុងសង្គមផងដែរលើសពីនេះទៀតមនុស្សជាច្រើនទទួលអារម្មណ៍ថានៅក្នុងហ្វាឡុនតាហ្វាពួកគេបានរកឃើញនៅផ្លូវមួយដ៏មានតម្លៃបំផុតនិងដ៏ជ្រាលជ្រៅបំផុតហ្វាឡុនតាហ្វាបើកបង្រៀនសម្រាប់អ្នកទាំងអស់គ្នាងាយស្រួលរៀននិងឥតគិតថ្លៃសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រខាងលើ